ចូលរួមនៅថ្ងៃទី2នៃកម្មវិធីសម្លេងជនជាតិដើមភាគតិចកាន់តែមានភាពសកម្មនិងរស់រវើកដោយមានការបែងចែកក្រុមនិងពិភាក្សាជ្រើសរើសប្រធានបទក្នុងកម្មវិធីនេះបានរៀបចំបែងចែកអ្នកចូលរួមទៅជាក្រុមតូចៗដើម្បីលើកទឹកចិត្តឲ្យមានការសហការគ្នាការចែករំលែកបទពិសោធន៍និងការបញ្ចេញមតិយោបល់ពីសហគមន៍នីមួយៗក្រុមនីមួយៗមានសមាជិកមកពីជនជាតិដើមភាគតិចខុសៗគ្នាដូចជាគួយចារាយក្រឹងកាវ៉ែតនិងលន់ជាដើមដើម្បីបង្កើនការយល់ដឹងអំពីវប្បធម៌និងជីវភាពរស់នៅរបស់គ្នាទៅវិញទៅមកបន្ទាប់ពីការបែងចែកក្រុមអ្នកចូលរួមបានចាប់ផ្ដើមពិភាក្សានិងជ្រើសរើសប្រធានបទដែលទាក់ទងនឹងជីវភាពនិងបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចប្រធានបទដែលត្រូវបានលើកឡើងមានដូចជាការបង្កើតបទចម្រៀងចង្វាក់រាំប្រពៃណីទំនៀមទម្លាប់និងវីដេអូដែលបង្ហាញពីបញ្ហាប្រឈមផ្សេងៗរបស់ជនជាតិដើមភាគតិចការអភិរក្សវប្បធម៌ប្រពៃណីការបាត់បង់ធនធានធម្មជាតិនិងទូនាទីយុវជនក្នុងការអភិវឌ្ឍសហគមន៍ជាដើមវាសួរខ្ញុំបាទឈ្មោះប៉ុយតិតខ្ញុំមកពីខេត្តរតនគិរីជាជនជាតិដើមភាគតិចចារាយថ្ងៃនេះខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមនៅកម្មវិធីសម្លេងជនជាតិដើមភាគតិចដោយក្រុមពួកយើងខ្ញុំជ្រើសរើសយកអត្ថបទនិយាយអំពីវប្បធម៌ជនជាតិដើមភាគតិចកញ្ចក់ជំរាបសួរនាងខ្ញុំឈ្មោះរចំធៀបមកពីខេត្តរតនគិរីជាជនជាតិដើមភាគតិច9ថ្ងៃនេះដែរនាងខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយខ្លាំងមែនទែនដែលបានចូលរួមក្នុងកម្មវិធីសម្លេងជនជាតិដើមភាគតិចហើយក្រុមរបស់នាងខ្ញុំបានជ្រើសរើសប្រធានបទអំពីជនជាតិដើមភាគតិចត្រូវសូមអរគុណខ្ញុំបាទឈ្មោះភាអ៊ួនហើយរនៅភូមិឡាឡៃឃុំកុកឡាស្រុកវន្សៃខេត្តរតនគិរីជនជាតិខ្ញុំកាវ៉េតបាទខ្ញុំបាទឈ្មោះថងថយមកពីខេត្តដ៏មានជ័យខ្ញុំជាជនជាតិគួយចាជំរាបសួរខ្ញុំឈ្មោះតែងឆាវីរស់នៅភូមិទៀមលើឃុំកញ្ជន់ស្រុកវន្សៃខេត្តរតនគិរីគឺជនជាតិលុន My name is Alcina Carvalho de Cesar Rojo. I'm from Timor-Leste. I'm Terlalu Wepuh Balala Indonesia.